នេះទី2នេះវគ្គនេះតែគេបលែងពីគេចងខ្ញុំនៅកន្លែងនេះហើយណាកន្លែងទី1នេះហើយបានចូលទី2ទី2ហ្នឹងគេធ្វើការក្នុងទឹកជាប់ជាមួយពួកនិន្នាការផ្នែកនយោបាយបកពួកខ្មែរក្រហមកងតូចកងធំនៅម្ដុំហ្នឹងហើយកង55មិនចាំបានកន្លែងហ្នឹងកង55ហ្នឹងធ្វើការក្នុងទឹករហូតតាំងពីព្រលឹមទល់ព្រលប់មនុស្សងាប់រាល់ថ្ងៃមិនមែនជារឿងល្អទេហើយឆ្លើងទៀនទៀតទឹកត្រឹមនេះខ្ញុំមកទឹកត្រឹមនេះចេះទៅឲ្យដើម្បីជីវិតទៅសវ៉ាសម្រាមដើមរាំងដើមអីតាមស្អីនៅជុំវិញនឹងដូចបងប្អូនឃើញអត់ធ្វើម៉េចឲ្យមានយកអាហ្នឹងបោះមកលើថ្នល់មកលើគោមកដូច្នេះខ្ញុំមិនរស់ទេមនុស្សនៅក្នុងកងមកចិត្តអស់100ជាងអ្នកកងតូចកងធំផ្នែកជាប់នយោបាយគឺងាប់នៅម្ដុំហ្នឹងព្រលឹមឡើងម្នាក់ពីរនាក់ជួនកាលដេកនឹងកត់លោកហើយកត់វត្តក្មួយហ្នឹងកត់លោកហ្នឹងព្រលឹមឡើងអត់ក្រៅគឺស្លាប់តែម្ដងនេះហើយជីវិតខ្ញុំពេលនោះគេឲ្យធ្វើមានបាយកក់មានបាយមានអីមានបបរណាស៊ីអត់មានទេគេឲ្យស៊ីដូចជាអត់ស៊ីទេទឹកទៅតែប៉ុណ្ណេះមកវែកហ្នឹងវែកដាក់ទៅដើម្បីជីវិតនឹងហើយដែលជីវិតរបស់ខ្ញុំនេះធ្វើការក្នុងទឹកហ្នឹងថ្ងៃក្រោយមួយទៀតប្រហែលជាម៉ោង2ប្រហែលជាម៉ោង2ហ្នឹងគេហៅខ្ញុំឡើងវិញដល់ឡើងវិញគេហៅមកប្រជុំកងប្រជុំអីទាំងអស់ប្រងព្រាតនៅវាលស្រែនៅខាងត្បូងវត្តក្មួយហ្នឹងខែហ្នឹងដូចជាខែដូចថាខែចុងខែភាសាតិចទេបើតាមខ្ញុំគិតពេលនោះហើយគេមកប្រជុំប្រាប់ថាពួកយើងរៀបចំអីវ៉ាន់ធ្វើដំណើរទៅទៀតហើយខ្ញុំក៏នៅក្នុងចិត្តអណាបានគេឲ្យធ្វើដំណើរទៀតប៉ុន្តែមុនដែលគេធ្វើបាបពួកខ្ញុំហ្នឹងវាមានទំនាស់ជាមួយពួកណាពួកខ្ញុំជាតបមជ្ឈិមភូមិភាគដហើយតាក់តងជាមួយខាងអ្នកបូព៌ាផ្នែកសភឹមសខេងចក្រីដើម្បីវាយខ្មែរក្រហមវិញឆ្នាំ1976ពេលនោះមិនតាន់បានតាក់តងនេះផងគេចាប់អាសំចាប់តសែមដែលគាត់ជាមេកងទ័ពពីខាងពងភៀតអូដមកគេចាប់យកអស់ដូច្នេះពួកខ្ញុំបានតាក់តងវាយ8ខ្មែរក្រហមទេឆ្នាំ76ចាប់ឆែមចាប់សំជាមេទ័ពអត់បានតាក់តងបូវាដូច្នេះខ្ញុំអត់បានតាក់តងទេថ្ងៃក្រោយមកទៀតគេបញ្ជូនពួកខ្ញុំមកទៀតបញ្ជូនមកពីវត្តក្មួយមកឡើងមកភូមិតឡោកបែកចេញតឡោកបែកមកតែភ្លើងមកជុំនេះហ្នឹងឡើងតែភ្លើងនៅកន្លែងហ្នឹងដល់ឡើងតែភ្លើងប្រហែលយប់ម៉ោង7ឬម៉ោង6ឡើងតែភ្លើងពីកន្លែងហ្នឹងតែភ្លើងបានតម្រង់មកខេត្តតាកែវហ្នឹងនៅម្ដុំរាជបកចុះពីតែភ្លើងហ្នឹងក៏នាំគ្នារៀបចំដាំបាយដាំអីស៊ីទៅតបបាយច្រើនមិនចេះតិចទេរាប់ពាន់រាប់រយនាក់ដល់ចុះពីហ្នឹងឲ្យដាំបាយដាំស៊ីរួចហើយបានគេចែកកំភ្លើងនឹងរាជបកហ្នឹងហៅស្រុកត្រាំកក់ហ្នឹងពេលហ្នឹងហើយបានពួកខ្ញុំរៀបចំទៅទៀតឡើងឡានទៅទៀតទៅដល់ព្រៃដីបងស្គាល់ហើយព្រៃដីខេត្តតាកែវហ្នឹងដូច្នេះដល់ហ្នឹងបានគេចែកក្របទាំងថ្ងៃហ្នឹងពេលថ្ងៃហ្នឹងចែកក្របអីខ្ញុំក៏មិនដឹងជាស្អីអត់ដឹងថាគេឲ្យតាណាទេរហូតដល់ពេលយប់យើងរៀបចំអស់ហើយពេលនោះនាំតបទៅមកដំបូងចូល250នាក់ចូលយក250នាក់ចេញពីគេហៅភូមិព្រែងដីហ្នឹងបុកទៅត្បូង
tới từ 4 ទឹកបាច់ផងកនហ្នឹងប្រហែលជាទឹកខែ6ទៅដល់ធ្វើដំណើរកាត់ថ្នល់ជាតិចេញព្រេងដីចេញព្រេងដីកាត់ថ្នល់ជាតិប្រហែលជាម៉ោង10មិន10ហើយនឹងងឹតឈឹងខែភាសាផងដូច្នេះពួកខ្ញុំឆ្លងអាថ្នល់ជាតិហ្នឹងទៅត្បូងសិតទឹកទេមានតាមបន្លាយគេហ្នឹងកោកនាំដេកនៅហ្នឹងពេលនោះហើយម៉ោងប្រហែលជា6ម៉ោង6អាខាងឆ្វេងខ្ញុំគេឡើងទៅខាងស្ដាំខ្ញុំឡើងខ្ញុំនៅកដាលដល់ពេលនៅកដាលដល់អញ្ចឹងអាឆ្វេងគេផ្ទុះអាខាងស្ដាំក៏ផ្ទុះដែរខ្ញុំនៅកដាលនៅជាមួយឈ្មោះអឿននៅភាសាហើយនឹងឈ្មោះសាហើយនឹងអែមអែមនៅស្ដាំសានៅឆ្វេងកលខ្ញុំកាន់69ផងកំភ្លើងអាកាម្ដង69ម្ដងហើយពួកនោះគេកាន់2ខ្លះកាន់2ដើមម្ដងទៅគេយកមិនបានយកទៅអាខាងឆ្វេងផ្ទុះប្រៅហើយខ្ញុំថាចាំអីទៀតសាតក់បាញ់នោះបាញ់ប៉ិនខ្ញុំសំណាងដោយមានដបោកមួយដល់ដបោកមួយហ្នឹងទៅខ្ញុំអើតឃើញសាប្រាប់ថានោះបងនោះមកនោះអាក្រោះនោះហើយទៅពេលនោះខ្ញុំបាញ់ទៅវាអត់តបាញ់ផង់បាច់ទឹកចាយសិតទឹកហើយនឹងគុំសង្ហែគុំស្រូវគេនោះពេលពោះខាងកើតហ្នឹងហៅវត្តពេជ្រសាពួកយូននៅម្ដុំហ្នឹងវាបុកជាដល់ខេត្តតកែវហើយវាយគ្នាអស់ចិត្តប្រហែលជា1ម៉ោងឬកន្លះម៉ោងម្ដុំហ្នឹងវាយទៅរួចខ្ញុំត្រូវរបួសដែលត្រូវរបួសខ្ញុំអត់ដឹងថាខ្ញុំជាត្រូវរបួសទេសានឹងឆ្វេងដែរបងឯងទៅហើយនោះបងឯងឈាមណាឈាមនៅណាឈាមនៅណាតើឈាមទៅឈាមស្រក់តជុកអាវខ្ញុំហើយអោនឈាមមកសាប្រតិបត្តិទៅក្រោយទៅអត់អីទុកខ្ញុំយកភ្លើងថាឥឡូវសាអែមអីហើយចុះមិនកំឈឺហើយសាគេថាអត់ដឹងដែរអត់ឈឺមែនតែ10នាទីក្រោយមកក្របឈឺណាដែលដបងដែលត្រូវមិនឈឺពីព្រោះក្របវានៅក្តៅដល់ពេលបាញ់ផាំងមកវាក្តៅត្រូវសាច់យើងវាឈឺទេដូចឆ្អិនអញ្ចឹងមកយើងសាច់ដូចឆ្អិនអញ្ចឹងដូច្នេះអាបញ្ហាហ្នឹងសំតោហើយដូច្នេះអាបញ្ហាហ្នឹងដែលអត់ឈឺទេហើយខ្ញុំធ្វើដំណើរបកមកក្រោយមកដល់ទួលសបួរដែលខ្ញុំសម្រាកហ្នឹងទួលសបួរហ្នឹងបដោយថ្នល់ជាលេខ2ពីកើតទៅលេខទួលសបួរហ្នឹងឆ្លងពីថ្នល់ជាតិលេខថ្នល់ជាលេខ2ខាងជើងមកត្បូងនៅទួលសបួរហ្នឹង